và lâu đi chắc đã được cho máy lì hai tập chuối tại tàu mà chị thế rủi ro cái cá có vùng chạm rủi ro cái cá màu mình không đa tí tập anh án nè nè tập chuối lại banh về ngay chẳng ai gì dùng chẳng ai lâu đi anh nghe ngay vẫn tạm được trong được mua lấy sẽ sọc ra đây này thực sự đặt cái rau tốt còn thứ con ấy nữa vừa xong cho cha này sẽ sọc ngay ngay mau đây nè trồng mau cho mau vô anh trồng mau trồng tiền này nó trồng đây nó tạm cho ai vào cái ăn cua bên đây nó mau bay được đi lại đây nè đấy đi lại đây nè trồng ra cho mau cho trồng bay được sau đây là mai bom phun tọa nghe lâu ní chỉ phật sao ăn sợi ấy lâu ní chỉ lâu đi chỉ tù pin chỉ tam lâu chỉ lịch bay chỉ cắt lâu lịch bay hơi tàu lâu tao nó cô sâu của mai bom lâu chập tam tranh phật pin hơi đây sự hiệp lăng sọc bom tròn của mai bom đừng không bị kỳ tí hơi đang sọc ấy đây nhưng mà ai mau thì không chạm thì muối tại vì món nó thuộc màu tam lâu xiêm riệp anh có đặc biệt chỉ màu bên tàu cùng chám pin pư mặt là lấy cả thế cũng hai bom phun tại ở cái sự hiệp khai này sọc bom tròn khai phèn là đâu xa đi sọc cắt phiên mũi hải lâu này đây lâu cái nàyนี่lâu cái tổng thời thay miền xa mũi của mày bom miền xa tại có taเนี่ยcùng chám ấy có là xa cái chui không mình bạc không của mày bom phun lâuនេះជីផុតផ្សារហ្នឹងមានវងមូលនេះ4 3ទេឃើញពីឆ្ងាយ3ឥឡូវចូលមកដល់ក្រុងកំពង់ចាមហ្នឹងបងប្អូនឥឡូវនេះមកដល់វងមូលក្បាលស្ពានវិសនានេះចាប់ដើមរ៉ែទៅហើយរ៉ែឡើងក្បាលស្ពានឡើងក្បាលចាប់តាមឡើងលើស្ពានវិសនាហើយបងប្អូនស្ពាននេះដែរខ្ញុំជិះ4នាទីចំណាយពេលលឿនឡើងប៉ុណ្ណឹងបងប្អូនស្ពាននេះដែរកាលពី2014ខ្ញុំបានមកបានម្ដងបងប្អូនបានមកម្ដងឥឡូវនេះខ្ញុំមកបានលើកទី2ជិះលើកទី2និយាយទៅជិះលើកទី3ហ៎លើកទី1មកខាងស្ទឹងត្រង់ទៅលេងផ្ទះមិត្តភក្តិនៅខាងស្ទឹងត្រង់កាត់ស្ពានហ្នឹងជិះលើកទី2ទៅការបងធေါ်នៅពោះសួងទៀតបងប្អូនសួងទៀតពីលើកទី3នេះមកពីផ្ទះខាងប្រពន្ធតែស្ពាននេះខ្ញុំអត់ដឹងឆ្ងាយប្រហែលគីឡូដីទេបងប្អូនបើសិនជាម៉ែបងប្អូនដឹងឆ្ងាយប៉ុណ្ណាជួយ comment ប្រាប់នេះទេសភាពស្អាតណាស់បងប្អូនស្ពានឥឡូវប្រវែមើលនេះទន្លេធំមកទន្លេបងប្អូនជិះឡើងមកទូ4នាទី5នាទីបងប្អូនវែងណាបងប្អូនស្ពាននេះជិះឡើងមកយូរហើយមិនទាន់បានពាក់កណ្ដាលស្ពានផងបងប្អូនពុកម៉ែបងប្អូនមើលដឹងមើលឃើញដឹងស្រាប់ឯងជិះឡើងមកយូរហើយនេះប្រហាក់ហាយពាក់កណ្ដាលស្ពានបងប្អូននោះវែងទៀតឆ្ងាយនេះអានេះប្រហែលខាន់ពាក់កណ្ដាលស្ពានគេណាបងប្អូនកន្លែងនេះឥឡូវចាប់តាមអូឡានគេខូចកណ្ដាលស្ពានដឹងខូចអីទេបងប្អូនឥឡូវនេះមកផ្ទះប្រពន្ធនេះគឺមកខាងស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំហ្នឹងច្រឡំស្រុកខេត្តត្បូងឃ្មុំភូមិបាទនៅភូមិឈើទៀលភូមិពេញចលៀងខេត្តត្បូងឃ្មុំទៅនេះចាប់តាមជិះផុតស្ពានហើយទៅហើយនេះទៅដល់ច្រកចូលនេះផ្លូវប្របែកមិញហ្នឹងច្រកចូលទៅឈើទៀលហើយម៉ែបងប្អូនឈើទៀលហើយតែអូទេសភាពសតផ្លូវគេស្រួលម៉ែបងប្អូនទៅស៊ូតែសតព្រៃឈើនេះផ្លូវស៊ូព្រៃឈើដូចនៅខេត្តពោធិ៍សាត់ដែរណាពោធិ៍សាត់បានទេតែគាត់ថាតែបណ្ដាមានភ្នំបណ្ដាមានភ្នំអញ្ចឹងរីកវត្តស្អីគេទាំងណាថ្ងៃនេះបងប្អូននេះ
ដល់ពេលនេះរយៈពេលម៉ោង5ហើយប្រហែលបងជីតាមពីកំពង់ស្ពឺមកឡូវមកដល់ចិត្តមកដល់ផ្ទះហ្នឹងចូលម៉ោង5ដល់ក្នុងភូមិផ្ទះហ្មងប្រហែលជាម៉ោង6ហ្មងព្រឹកទៅដល់ហើយភាពស្អាតណាស់ការនេះស្រុកការហ្នឹងការស្អីក៏មានដែរស្រែធ្វើស្រែអាចចន្ទីគីឡូការកស៊ូឡូវជីមិនជីកាត់មកភូមិឥឡូវចូលភូមិទៀតហើយពុំម៉ែបងខ្ញុំទៅមកលើកទី1ទេមិនដឹងថាភូមិអីខ្លះទេម្ចាស់ឡានគេអ្នកស្រុកហ្នឹងរត់តាក់ស៊ីពុំម៉ែបងស្គាល់គេគាត់ប្រាប់ខ្ញុំម្ដងហើយតែខ្ញុំទៅមកថ្មីថ្មោងអញ្ចឹងអត់ចាំឈ្មោះទេព្រោះអីភូមិច្រើនជីកាត់ភូមិច្រើនអញ្ចឹងតាមមកដីក្រហមពលៈដីក្រហមចូលផ្លូវបេតុងនេះចូលផ្លូវបេតុងនេះវាស្រែទេណាពុកម៉ែបងប្អូនវាស្រែពិតមែនតែគេមានផ្លូវបេតុងឲ្យយើងជិះអែមសែមដូចក្នុងខេត្តដែរហ្នឹងជនបទនេះដូចក្នុងខេត្តដែរណាសតមានផ្លូវបេតុងហំហានអូខេនេះសើចមិនបានទឹកដីខេត្តត្បូងឃ្មុំគោភ្លើងវាស្រែសុកសាយចកានេះផ្លូវបេតុងនេះរាប់2-3 គីឡូដីពុកម៉ែបងប្អូនរត់ចំណាយលុយចាក់ផ្លូវបេតុងភាគច្រើនគេធ្វើផ្លូវបេតុងនោះភាគច្រើនគេធ្វើមានផ្ទះនៅមានផ្ទះនៅនេះអត់មានផ្ទះក៏គេធ្វើដែរនេះផ្លូវនេះឥឡូវមកផ្លូវខាងប្រពន្ធនេះផ្លូវនេះខាងប្រពន្ធផ្លូវត្រង់ហ្នឹងក៏ផ្លូវទៅខាងផ្លូវផ្ទះប្រពន្ធដែរតែផ្លូវវៀងទៅមួយទេផ្លូវហ្នឹងអត់អីហ៎តែទៅទៀតធំហ្នឹងអាតែហ្នឹងលឿនតើតែផ្លូវអូតើតែពីណាអត់ទៅបងវ៉ៅណាខ្សែធ្វើគេមួយនោះចំនួនមួយខាងប្តីខ្ញុំមុនឃើញខ្ញុំគេស្រែកមកហើយវាទៀតបាទវីដេអូពុននេះមានតែប៉ុណ្្នឹងទេសូមអរគុណបាយ